อดเรื่องนี้ใหญ่ปีการอ่านสะเพอสู้ตาเฮ็ดจะไม่อ่านสะเพอหัวไงจิตตัวเตยยังดังท่าสกรรมอภิบได้ยังทั่วไงวิการเจนไปตำรวจวิการเจนไปยังทั่วแต่ได้หอยอาสกรรมอภิบแต่ได้นั่นวิการเจนไปยังดังยังโยนละยังโยนยังดังtớiยังก็ทั่วแต่ตามเอาไว้ยังดังยังโยนนั้นละหดก็การแต่เจียตำรวจចឹងនៅពេលណាដែលយើងដឹងអ្វីដែលប្រសើរជាងហ្នឹងយើងតែងតែអាប់ដេតការដឹងចាស់យើងឡើងមកវិញណាចឹងធ្វើឲ្យយើងអាប់ដេតអាការធ្វើរបស់យើងហ្នឹងក៏ថ្មីទៅតាមនឹងដែរឧទាហរណ៍ថាពីក្មេងឡើយយើងដឹងថាធ្វើដំណើរទៅណាឆ្ងាយអញ្ចឹងយើងដឹងថាដើរបានទៅដល់ក្រោយមកទៀតយើងចាប់ដើមដឹងថាអូគេមានកង់ជិះអញ្ចឹងយើងចាប់ដើមហូជិះកង់លឿនណាក្រោយពីជិះកង់លឿនយើងដឹងទៀតថាគឺមានម៉ូតូទៀតជិះម៉ូតូបានលឿនក្រោយមកទៀតយើងដឹងថាអូមានដល់ឡានទៀតចឹងយើងចេះតែដឹងបន្តរហូតយើងវាធ្វើយើងអាប់ដេតបានន័យថាយើងអភិវឌ្ឍគេហៅថាធ្វើបច្ចុប្បន្នភាពឬក៏អភិវឌ្ឍខ្លួនទៅរហូតហ្នឹងចឹងការអានសភៅគឺដូចគ្នាគឺដូចជាយើងបញ្ចូលព័ត៌មានថ្មីមកក្នុងខ្លួនយើងចឹងស្វែងយល់ព័ត៌មានចាស់ណាដែលអត់ល្អហ្នឹងដើម្បីជំរុះចោលហើយបញ្ចូលព័ត៌មានថ្មីបន្ថែមហើយឲ្យយើងធ្វើសកម្មភាពយើងឲ្យកាន់តែប្រសើរឡើងចឹងបានគេថាអ្នកអានសភៅភាគច្រើនគាត់ចង់និយាយថាបើគាត់មិនទៅជាសិទ្ធិក៏គាត់មិនក្រដែរដោយសារអីគាត់តែងតែស្វែងយល់ពីកំហុសឆ្គងរបស់ខ្លួនឯងហើយធ្វើឲ្យខ្លួនឯងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងពួកគាត់អានអញ្ចឹងគាត់អាចស្វែងយល់បានព្រោះថាការគិតថ្មីបច្ចេកវិទ្យាថ្មីទម្លាប់ថ្មីនិយាយចំអ្វីដែលនាំឲ្យអភិវឌ្ឍនឹងមានការសរសេរចុះមកឲ្យព្រោះដោយសារអីព្រោះអ្នកដែលសេសភៅភាគច្រើនគឺជាបុគ្គលដែលគាត់ឆ្លងកាត់រឿងហៅដែលគាត់មានបទពិសោធន៍គាត់សិក្សាបានខ្ពស់គាត់យល់ដឹងគាត់សរសេរបើមិនអញ្ចឹងទេគាត់ត្រូវបានអ្នកជំនាញក្នុងការសរសេរយកមកសរសេរទៅសភាបុគ្គលជោគជ័យហើយអញ្ចឹងណាហើយទៅសភាហើយទៅបានគាត់ចងក្រងជាសភៅយកទ្រឹស្ដីដែលគេធ្លាប់ប្រើហ្នឹងយកមកចងក្រងដល់អញ្ចឹងយើងអានទៅយើងធ្វើឲ្យយើងឆាប់យល់ធ្វើឲ្យយើងនឹកឃើញណាដល់ពេលយើងអានរាល់ថ្ងៃអញ្ចឹងទៅអាគំនិតការគិតរបស់យើងហ្នឹងក៏ចាប់ផ្ដើមផ្លាស់ប្ដូរមួយថ្ងៃបន្តិចអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យយើងកាន់តែប្រសើរឡើងដែលអត់ដឹងខ្លួនទេឥឡូវខ្ញុំឧទាហរណ៍មួយពេលយើងកាន់មកយើងអត់ដឹងក្តីទេដល់ពេលយើងមើលរឿងចិនក្នុងចិនគេប្រៀមថាកូនប្រុសសងសឹក10ឆ្នាំក៏មិនយឺតពេកដែរដល់ពេលអញ្ចឹងពេលយើងមានអីយើងចេះចងគំនុំព្រោះដោយសារកូនបរៀនយើងថាយើងត្រូវតែចេះសងសឹកក្នុងនាមជាកូនប្រុសក្នុងនាមជាមនុស្សយើងមិនត្រូវឲ្យគេជន់ឈ្លីមិនត្រូវឲ្យគេមើងងាយយើងត្រូវតែចងចាំគំនុំហើយយើងត្រូវសងសឹកអញ្ចឹងយើងបរៀនខ្លួនយើងត្រូវតែគុំណាធ្វើអីដាក់យើងឬក៏គ្រាន់តែដើរសឡឹងមុខយើងអីយើងគិតថាគេឆ្លើយក៏យើងគុំដែរប៉ុន្តែពេលក្រោយមកយើងដូរការអប់រំយើងរៀនបព្វធម៌ថ្មីចូលមកផ្សេងទៀតគេថាតលាក់កំហឹងចុះបានយើងស្ងប់សុខការដិតការខឹងការគុំគួនវាដូចជាភ្លើងដែលដិតកម្ដៅខ្លួនយើងអីចឹងណាអញ្ចឹងយើងចាប់ផ្ដើមស្វែងយល់មិនតែខឹងច្រើនអត់សុបាយចិត្តណានៃធ្វើឲ្យយើងអត់សុបាយចិត្តអីធ្វើយើងពោពេញដោយកំហឹងពោពេញដោយភ្លើងក្នុងខ្លួនអីចឹងយើងក៏ចាប់ផ្ដើមចេះតលាក់ចុះវិញចេះអត់អោនចេះអីចឹងទៅយើងក៏ស្ងប់តាមទៅនឹងចង់ស្ងប់ឡើងទៅវិញអញ្ចឹងអ្វីឃើញមានការប្រែប្រួលគឺប្រែប្រួលតាមរយៈចំណេះដឹងហ្នឹងអញ្ចឹងការអានការរៀនរាល់ថ្ងៃហ្នឹងវាជួយយើងបែបហ្នឹងដោយសារតែអញ្ចឹងបានគេលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាអានសភៅឲ្យបានរាល់ថ្ងៃរហូតដល់ថ្នាក់គេហ៊ាននិយាយថាប្រទេសដែលអភិវឌ្ឍមានបានប្រជាជនបកែភាគច្រើនហ្នឹងគឺប្រជាជនគេហ្នឹងចូលចិត្តអានសភៅរួចនៅក្នុងកន្លែងការងារក៏ដូចគ្នាដែរមេដឹកនាំដែលបកែភាគច្រើនជាបុគ្គលដែលចូលចិត្តអានសភៅអញ្ចឹងយើងដឹង tip ទាំងអស់ហ្នឹងហើយយើងគ្រាន់តែរៀនសូត្រតាមមានន័យយើងប្រតិបត្តិតាមអ្វីដែលអ្នកជោគជ័យមុនធ្វើអីគឺបង្កើតទម្លាប់អានឲ្យបានរាល់ថ្ងៃអានទៅហើយយើងរើសសភៅណាដែលល្អដែលស័ក្តិសមមួយយើងខ្ញុំអានរាល់ថ្ងៃអានហើយទៅយើងព្យាយាមច្បិចយកគំនិតដែលអ្នកនិពន្ធឬក៏អ្នកចងក្រងគាត់យកមកចងក្រងហ្នឹងយកវាច្បិចយកមកដាក់ក្នុងខ្លួនយើងហើយយើងព្យាយាមប្រតិបត្តិមួយថ្ងៃបន្តិចយូររហូតកើតទៅជាទម្លាប់ដល់ពេលវាកើតទៅជាទម្លាប់វាទៅជាខ្លួនយើងហ្មងហើយដល់ពេលយើងប្រតិបត្តិដូចបុគ្គលជោគជ័យរឿងអីយើងមិនជោគជ័យដូចបុគ្គលជោគជ័យដែរគាត់ថាអាចថាគេប្រទេសគេផ្សេងប្រទេសយើងផ្សេងតំបន់គេផ្សេងតំបន់យើងផ្សេងតែយើងស្ថិតក្នុងរូបភាពជោគជ័យបែបជាខ្លួនរបស់យើងនឹងព្រោះយើងធ្វើតាមអ្វីដែលជាលក្ខណៈខ្លួនយើងអញ្ចឹងសរុបមកវិញខ្ញុំនៅតែជឿជាក់ថាការអានសភៅប្រសើរហើយខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាបង្កើតទម្លាប់នៃការអានឲ្យបានរាល់ថ្ងៃហើយហើសភៅណាដែលល្អសភៅណាដែលចាំបាច់កុំអានតែពីអានតែពីវាធ្វើឲ្យយើងខាតពេលហើយមួយទៀតធ្វើឲ្យយើងបាត់បង់ជំនឿចិត្តទៅលើការអានព្រោះមិនបានអញ្ចឹងយើងចេះគិតថាអានច្រើនដែរតែដូចជាអត់បានផលអីមកវិញសោះមិនបានអញ្ចឹងយើងអានអត់ត្រូវសភៅដែលយើងត្រូវអានហ្នឹងអូម៉ាដូចយើងអ្នកធ្វើការងារយើងអត់គិតរឿងអានសភៅជំនាញអានសភៅតាក់ទងដឹកនាំតាក់ទងចិត្តសាស្ត្រអីយើងអត់យើងទៅអង្គុយអានសភៅក្នុងប្រឡំលោកដល់ពេលអញ្ចឹងយើងមានតែចេះតែរឿងប្រឡំលោកនឹងត្រាម៉ាចេះតែកាច់កង់គ្នាចេះតែអីចឹងវាអត់បានប្រយោជន៍ទេអញ្ចឹងសរុបទៅរឿងសភៅឲ្យត្រូវអាន
ទីមួយសភៅតាក់ទងនឹងជំនាញរបស់យើងគេហៅជំនាញតខ្លួនដែលយើងធ្វើការហ្នឹងអីគេអញ្ចឹងយើងអានសភៅតាក់ទងនឹងជំនាញរបស់យើងអញ្ចឹងទៅធ្វើឲ្យជំនាញរបស់យើងអភិវឌ្ឍរហូតពីមួយឆ្នាំទៅឆ្នាំឲ្យតែគេ research ឃើញអីថ្មីថ្មីនៅក្នុងជំនាញរបស់យើងព្យាយាមអានបន្តរហូតទៅធ្វើយើង update តនសម័យកាលគេទី2គឺសភៅតាក់ទងទៅនឹងផ្លូវចិត្តគេច្រើននិយាយថាសភៅតាក់ទងការអភិវឌ្ឍខ្លួនណាយើងយកសភៅអនុមកអានដល់ពេលសភៅតាក់ទងអភិវឌ្ឍខ្លួនហ្នឹងគឺកាលណាយើងអានច្រើនធ្វើយើងផ្នត់គំនិតរបស់យើងបើកទលាយមានការគិតបែបវិជ្ជមានអីចឹងទៅអញ្ចឹងវាធ្វើឲ្យយើងរស់នៅក៏សុបាយចិត្តដែរបាទអញ្ចឹងសរុបទៅគឺចង់លើកទឹកចិត្តឲ្យបងប្អូនព្យាយាមអានសំតាក់តក់ដូចយើងសំលុយហ្នឹងបន្តិចរាល់ថ្ងៃទៅរហូតយើងមានទម្លាប់អានទៅរហូតដល់យើងមានអារម្មណ៍ថាអានហ្នឹងវាជាផ្នែកមួយនៃជីវិតពេលហ្នឹងយើងនឹងឃើញជីវិតយើងមានការផ្លាស់ប្ដូរបាទសូមអរគុណ